ចុះចេញពីពលានយន្តហោះភ្លាមយើងដើរមករកសម្ដៅកន្លែងឡានក្រុងដើម្បីទៅយកឡានជួលកន្លែងជួលឡានហ្នឹងគឺអត់នៅឆ្ងាយពីពលានយន្តហោះទេប្រសិនបើដើរប្រហែលជាប្រើរយៈពេល10ទៅ15នាទីប៉ុន្តែសម្រាប់អ្នកដែលគាត់មានវ៉ាលីច្រើនអាហ្នឹងគាត់ត្រូវការជិះឡានក្រុងទៅយើងឃើញមានក្រុមហ៊ុនជួលឡានចំនួន6ឡានជួលពួកខ្ញុំគឺក្រុមហ៊ុន Thrifty ពួកខ្ញុំទិញជាកញ្ចប់ជាមួយនឹងយន្តហោះឡានជួលហើយនឹងកន្លែងស្នាក់នៅមកដល់កន្លែងតាក់ទងរឿងចតជួលឡានហើយនៅខាងក្នុងនោះអ្នកដែលគាត់ទៅជួលចឹងគាត់ចូលទៅខ្ញុំនៅចាំក្រៅធ្វើដំណើរពី Boston មក Hawaii នេះជាង11ម៉ោងសេវាកម្មនៅលើយន្តហោះអត់ដូចសេវាកម្មទៅកូរ៉េសោះខាងអូទេសនៅលើយន្តហោះកូរ៉េរស់រាយរាក់ទាក់ហើយក្មេងៗហើយបើខាងមក Hawaii នេះនិយាយគំរោះគំរើយដាក់យើងនេះកន្លែងទៅយកឡាននៅខាងក្រោមនេះជាន់ទី1នេះដល់កន្លែងយកហើយគេយកសមុទ្រយើងទៅហើយជួលMazda អាចចំទ័រដោយ RAV4 ដែរក្រោយពីរៀបចំអីវ៉ាន់ដាក់ចូលក្នុងឡានអស់ហើយពួកយើងចាប់ផ្ដើមធ្វើដំណើរទៅកាន់ទីក្រុងមួយដែលមានឈ្មោះថា Waikiki ហ្នឹងគឺនៅក្បែរ Honolulu ដែរ Honolulu គឺជាទីក្រុងធំរបស់កោះ Oahu រដ្ឋ Hawaii សហរដ្ឋអាមេរិកពីពលានយន្តហោះទៅ Waikiki គឺប្រើរយៈពេលប្រហែលជា20នាទីកន្លែងស្នាក់នៅរបស់ពួកយើងនឹងគឺ Hotel ដែលមានឈ្មោះថា Waikiki Beyond នេះគឺជាលើកទី1ដែលពួកខ្ញុំបានមកដល់កោះ Hawaii នៅគណៈពេលនេះគឺម៉ោង7ល្ងាចហើយដើមដងផ្លូវនឹងមើលទៅពិតជាស្អាតគួរឲ្យគយគន់មែនទែនថ្ងៃដែលពួកខ្ញុំទៅនឹងគឺជាថ្ងៃដែលចំថ្ងៃបុណ្យពិសេស Thanksgiving របស់សហរដ្ឋអាមេរិកអញ្ចឹងអត់សូវមានចរាចរណ៍អីរញ៉េរញ៉ៃទេ Hawaii គឺជារដ្ឋទី50របស់សហរដ្ឋអាមេរិកដែលស្ថិតនៅចំកណ្ដាលសមុទ្រ Pacific ដែលមានចម្ងាយ 2,400 ម៉ាយឬក៏ស្មើនឹង 3,862 គីឡូម៉ែត្រភាគខាងត្បូងឈាងខាងលិចរដ្ឋ California Hawaii ត្រូវបានគេស្គាល់ថាមានសម្រស់ធម្មជាតិដ៏ល្អឥតខ្ចោះជាមួយនឹងវប្បធម៌ដែលមិនដែលមាននិងប្រវត្តិសាស្ត្រដ៏ច្រើនលើសលប់ Hawaii មានកោះធំៗចំនួន8មានដូចជាHawaii ផ្ដល់ឲ្យនៅអ្នកទស្សនានៅផ្ទៃដីដ៏ស្រស់ស្អាតជាមួយនឹងអាកាសធាតុនិងបទពិសោធន៍ជាច្រើន Hawaii គឺជាទិសដៅទេសចរណ៍សម្រាប់ភ្ញៀវជាតិនិងអន្តរជាតិកោះទាំងនេះគឺជាការផុសចេញនៅកំពូលភ្នំដែលធំមហិមានៅខាងក្រោមទឹកដែលគួបផ្សំឡើងដោយការរំជួយភ្នំភ្លើងរយៈពេលរាប់លានឆ្នាំមកហើយKilauea គឺជាភ្នំភ្លើងមួយនៅកោះ Hawaii មួយក្នុងចំណោមភ្នំភ្លើងដទៃទៀតនៅលើពិភពលោកដែលឧស្សាហ៍ផ្ទុះជាងគេធ្វើឲ្យសណ្ឋានដីនៅលើកោះនេះផ្លាស់ប្ដូរជារឿយៗ Hawaii ទទួលអាកាសធាតុតំបន់ត្រូពិចដែលមានកម្ដៅក្តៅល្មមពេញមួយឆ្នាំនៅក្នុងរដូវត្រជាក់វាអាចចុះមកត្រឹម25អង្សានិងខែក្តៅឡើងរហូតដល់29អង្សាអាកាសធាតុនៅ Hawaii ក្តៅហើយសើមដូចនៅកម្ពុជាដែរតែខែក្តៅគឺចាប់ផ្ដើមពីខែមេសារហូតដល់ខែតុលាហើយនឹងខែដែលសើមគឺចាប់ពីខែវិច្ឆិកាដល់ខែមីនាភ្ញៀវទេសចររាប់លានអ្នកមកលេងកោះ Hawaii មកទទួលបាននូវសម្រស់ធម្មជាតិមកលេងសមុទ្រនិងវប្បធម៌ដ៏ល្អឥតខ្ចោះរបស់កោះនេះសម្រាប់ភ្ញៀវទេសចរដែលគាត់ចង់មកលេងសមុទ្រគឺគាត់មកខាង Waikikiនៅលើកោះ Oahu បើសិនជាភ្ញៀវទេសចរដែលគាត់ចង់ទៅលេងភ្នំភ្លើងគឺគាត់ទៅកាន់កោះ Big Island ក្រៅពីសម្រស់ធម្មជាតិដ៏ស្រស់ស្អាតអ្នកមកលេង Hawaii គាត់អាចឡើងភ្នំលេងកម្សាន្តការជិះទូកក្ដារនៅលើរលកទឹកការមើលត្រីបាឡែនលាក់កសិកម្មគឺជាផ្នែកមួយដ៏សំខាន់របស់សេដ្ឋកិច្ចនៅកោះ Hawaii កសិកម្មរួមមានផ្លែឈើដូចជាម្នាស់ចេកល្ហុងរួមបញ្ចូលទាំងកាហ្វេផងដែរថ្ងៃទី3នេះបានមកដល់កន្លែង Pearl Harbor ជាកន្លែងមួយដ៏ល្បីនៅកោះ Hawaii ដែរដែលកន្លែងនេះគឺជាសង្គ្រាមរបស់អាមេរិកជាមួយជប៉ុនតើនៅក្នុងមានអីខ្លះចាំយើងចូលមើលទាំងអស់គ្នាតើអរគុណសម្រាប់ការទស្សនាពីដើមដល់ចប់វីដេអូនេះខ្ញុំធ្វើការបញ្ចូលសំឡេងកាត់តរយៈពេល3ទៅ4ម៉ោងអញ្ចឹងសូមឲ្យបងប្អូនដែលមិនទាន់បាន like subscribe ជួយចុច like subscribe ទាំងអស់គ្នាផងអរគុណច្រើន